គួរឲ្យកត់សម្គាល់បំផុតនោះលោកបានបង្ហើបថាលោកបានបដិសេធមិនបញ្ជូនការព្យាករណ៍អត្រាការប្រាក់ផ្ទាល់របស់ខ្លួនទៅក្នុងតារាងចំណុចដែលជាតារាងក្រាហ្វិកមួយដែលបង្ហាញអំពីការព្យាករណ៍ឬក៏ការរំពឹងទុករបស់មន្ត្រីជាន់ខ្ពស់នៃធនាគារកណ្ដាលអាមេរិកទាក់ទងទៅនឹងអត្រាការប្រាក់នាពេលអនាគតនោះទេដែលជាយន្តការណែនាំជាមុនដែលភាសាអង់គ្លេសគេឲ្យឈ្មោះថា forward guidance ដែលធនាគារកណ្ដាលបានបង្កើតឡើងខណៈពេលដែលលោកបានលើកទឹកចិត្តសហការីរបស់លោកឲ្យបន្តធ្វើដូច្នោះលោកក៏បានប្រកាសផងដែរថាគណៈកម្មាធិការបានយល់ព្រមលុបចោលទាំងស្រុងនូវការណែនាំជាមុនពីសេចក្តីថ្លែងការណ៍គោលនយោបាយរបស់ខ្លួនដោយពណ៌នាសេចក្តីថ្លែងការណ៍ដែលបានកែសម្រួលថាខ្លីជាងបន្តិចសាមញ្ញជាងបន្តិចដែលលុបចោលភាសាចាស់ៗមួយចំនួននិងផ្ដល់ឲ្យអ្នកត្រឹមតែការពិតតែប៉ុណ្ណោះ